នេះគឺជាវីដេអូសម្រាប់រឿងបល្ល័ង្កត្រាអធិរាជភាគទី80ដែលជាភាពបន្តរបស់យើងស្វាគមន៍អ្នកក្លាហានទាំងអស់គ្នាមុននឹងឈានចូលទៅដល់ការសម្រាយរឿង admin ក៏ជម្រាបផងដែរថាតើតើជាមួយនឹងរឿងអតិទេពប្រមាញ់បិសាច admin គឺនឹងសម្រាយដាក់នៅក្នុង channel នឹងដដែលនោះទេក៏ប៉ុន្តែភាពបន្តក៏នឹងចាប់ផ្ដើមពីថ្ងៃស្អែកនេះទៅសាច់រឿងភាគទី80របស់យើងចាប់ផ្ដើមឡើងដោយហៅឈិនខណៈពេលដែលគាត់ត្រឡប់មកដល់វិញក៏សម្រុកចូលមកដើម្បីជួយសង្គ្រោះទៅដល់ឆៃបន្ទាប់ពីគាត់លេបថ្នាំចូលព្រមទាំងបានបញ្ចុកនាងស្របគ្នាបើយើងមើលទៅក្នុងវិញ្ញាណរបស់ឆៃនៅពេលនេះក៏ហាក់បីដូចជាត្រូវបានចំហាយនៃយុទ្ធសាស្ត្រកំពុងតែឡោមព័ទ្ធនៅវិញ្ញាណរបស់នាងមិនឲ្យទៅណារួចនោះឡើយតែនៅក្នុងនោះវត្តមានរបស់ឡុងហៅឈិនក៏នៅតែបន្តទៅជួយសង្គ្រោះព្រមទាំងបន្តខ្លួនឯងថាគឺជាកំហុសរបស់គាត់ដែលមកយឺតព្រមទាំងសូមអភ័យទោសនាងឆៃបើទោះបីជាមិនអាចមើលឃើញព្រមទាំងស្ដាប់ឮតែនាងក៏មានអារម្មណ៍ដឹងនៅវត្តមានរបស់ហៅឈិនចឹងហើយក៏បានគវីក្បាលស្របពេលដែលហៅឈិនចាប់ទាញដៃសៃត្រឡប់មកវិញនៅទីបំផុតក្បួននៅជុំវិញនេះក៏បានផ្ទុះបែកស្របពេលដែលបិសាចមួយសម្រុកមកព្រមទាំងគប់នៅលំពែរបស់គេទៅស៊ីនឃើញបែបនេះក៏ប្រញាប់ប្រាប់ឲ្យប្អូនប្រុសប្រយ័ត្នតែលើកនេះឡុងហៅឈិនគឺពិតជាកាចមែនតែនមិនត្រឹមតែមិនកិច្ចហើយក៏មិនរងនោះដែរចាប់នៅលំពែនេះតែម្ដងស៊ីនប្រញាប់មកជួយមើលឆៃហៅឈិនបាននិយាយប្រាប់ទៅកាន់ឆៃថាឲ្យនាងសម្រាកសិនទៅការឈឺចាប់របស់អូននៅក្នុងថ្ងៃនេះបងគឺនឹងឲ្យពួកគេសោះរាប់រយរាប់ពាន់ដងរួចហើយក្រវីនៅលំពែនោះឆាច់គប់សម្ដៅទៅកាន់បិសាចនោះវិញលទ្ធផល 1-0 តែម្ដងហាន់យូឃើញហើយគឺពិតជាភ្ញាក់ផ្អើលព្រោះថាសម្បីតែបិសាចដទៃទៀតដែលនៅជុំវិញក៏ត្រូវតែស្លាប់ដែរបិសាចមួយក្រុមទៀតមកដល់ហើយគេក៏បានដកនៅលំពែក៏ដូចជាស្រូបយកនៅធម្មពលពីបិសាចដែលបានស្លាប់ទាំងឡាយនោះអ្នកប្រយុទ្ធដទៃទៀតគ្រាន់តែឃើញក៏ដឹងហើយថាមិនល្អនោះទេតែហៅឈិនបានហៅយូឲ្យជួយការពារទៅដល់គ្រប់គ្នាចំណែកឯគាត់វិញបញ្ចេញនៅដើរទាំងគូឡាងស៊ីនក៏នៅតែប្រាប់ថាឲ្យប្រយ័ត្ននៅយុទ្ធសាស្ត្រនៃការពាក់លីរបស់ពួកគេហៅឈិនកាន់នៅដើរទាំងពីរដើរទៅមុខនិយាយប្រាប់ថាទាំងនេះគឺគ្មានបញ្ហាអ្វីនោះឡើយព្រោះថាពួកគេក៏នឹងត្រូវស្លាប់ទាំងអស់សម្រុកចូលទៅប្រើប្រាស់នៅល្បឿនដ៏លឿនកាប់យកបិសាចទាំងឡាយក៏ពិតជាមានការផិតភ័យតែហៅឈិនគឺមិនមែនបញ្ចប់ត្រឹមនេះមួយស្នេហ៍គឺពិតជាបានធ្វើឲ្យបិសាចមានការភ្ញាក់ផ្អើលក៏ដូចជាសម្រាប់ពួកគេអស់ជាច្រើនអ្នកហៅឈិននៅពេលនេះក៏នឹកឃើញទៅដល់ពាក្យសម្ដីដែលធ្លាប់ប្រាប់ថាមិនឲ្យឆៃប្រឈមមុខនឹងពិភពលោកមួយនេះឯកោម្នាក់ឯងនោះឡើយប្រើប្រាស់នៅដើរសម្រាប់ពពួកបិសាចបន្តក៏ដូចជាគិតទៀតថាគាត់គឺតែងតែចង់ចែករំលែកនៅភាពសប្បាយរីករាយព្រមទាំងឈឺចាប់ជាមួយនឹងនាងចាប់ពីពេលនេះតទៅជាលទ្ធផលកែភ្នែករបស់ហៅឈិនប្រែទៅជាក្រហមកំណាចសម័យនឹកឃើញនៅរាល់ការឈឺចាប់របស់ឆៃហើយដូច្នេះហើយគាត់ក៏មានតែឲ្យពពួកបិសាចទាំងនេះសងស្របគ្នាបិសាចមួយក៏បានវាយគាត់ឯទៀតទៅហៅឈិនក៏នៅតែនឹកឃើញនៅរាល់អនុស្សាវរីយ៍ទាំងឡាយទៀតហើយជាពិសេសគឺជាការលះបង់របស់ឆៃជាហេតុធ្វើឲ្យគាត់គឺកាន់តែមានកំហឹងបិសាចមកជាច្រើនគាត់ក៏នៅតែប្រើប្រាស់នៅដាវទាំងគូដ៏កាចសាហាវរបស់គាត់ធ្វើការចាត់ការមកមួយដេកមួយមកពីរដេកបីជាលទ្ធផលសម្បីតែបិសាចក៏មានការភ័យខ្លាចយ៉ាងខ្លាំងថាតើគេគឺពិតជាមនុស្សមែនឬអត់ហ្នឹងគេគឺជាបិសាចមែនទេតែហៅឈិនក៏ពិតជាការជាងបិសាចទៅទៀតដាវទាំងគូរបស់គាត់ក៏បានកាត់ក្បាលនៅបិសាចមួយទៀតហើយលើកនេះសម្បីតែក្រុមរបស់គាត់ក៏ភ្ញាក់ផ្អើលហើយពិភពរបស់ហៅឈិនពេលនេះក៏ហាក់បីដូចជាប្រែទៅជាពណ៌សបិសាចដែលជាមេគេនឹងគឺពិតជាមុំមកក្តៅក្រហាយយ៉ាងខ្លាំងហោះឡើងទៅខាងលើប្រើប្រាស់នៅធម្មពលដ៏ខ្លាំងសម្រុកចូលមកហៅឈិនក៏បានប្រើប្រាស់នៅពន្លឺភ្លៀងខៀវរន្ទះដាវទាំងគូបង្កើតបានជានិក្រិចមួយគូទៅកំទេចនៅបិសាចនោះតែម្ដងតែបើទោះបីជាប៉ុណ្ណឹងក៏មិនអាចរងាប់នៅកំហឹងរបស់ឡុងហៅឈិនបាននោះដែរគាត់ចាប់មុខបិសាចអូសទៅជិត80ម៉ែត្ររួចហើយចាប់លើគេឡើងទៅខាងលើបុកនឹងថ្មបិសាចក៏នៅតែឆ្លើយថាមនុស្សចង្រៃនេះយើងគឺនឹងបំបីសក់សពឯងតែឡុងហៅឈិនបានតបទៅវិញថាយើងគឺបានប្រាប់ឯងហើយការឈឺចាប់នៅក្នុងថ្ងៃនេះយើងគឺនឹងឲ្យឯងសងត្រឡប់មកវិញ1000ដងរួចក៏បានចាប់ច្របាច់នៅបិសាចនោះឲ្យខ្ទេចខ្ទីខ្លាចទៅជាផេះតែម្ដងម្នាក់គឺពិតជាភ្ញាក់ផ្អើលព្រោះថាចំហាយយុទ្ធសាស្ត្រដែលនៅជុំវិញហៅឈិនគឺពិតជាមិនធម្មតានោះទេតែភ្លាមនោះផងដែរហៅយូក៏បញ្ញាប់ចូលមកដើម្បីជួយលងលោមហៅឈិនគាត់ក៏បានដឹងខ្លួនឡើងវិញក្រុមអ្នកប្រមាញ់បិសាចទាំងឡាយក៏រៀងធូរចិត្តបន្តិចដែរអង្គអាថ្ពាល់ហៅយូរួចហើយហៅឈិនក៏ប្រញាប់ដើរទៅរកឆៃស៊ីនក៏ដឹងថាបន្ទាប់ពីប្អូនប្រុសត្រឡប់មកវិញសម្លេងនៅក្នុងឡាអាងនេះក៏វាបានបញ្ឈប់ឥឡូវនេះបិសាចក៏មិនមកទៀតដែរក៏ប៉ុន្តែឆៃគឺនៅលងលក់ដោយសារតែបានប្រើប្រាស់នៅធម្មពលនៃការចាប់ជាតិនៅឡើយនាងគឺពិតជាមិនដឹងថាត្រូវដាស់គេដោយរបៀបណានោះទេបើទោះបីជាហៅឈិនបានប្រាប់ថាការរុករកនៅឡាអាងក្រហមលើកនេះបានបញ្ចប់ក៏ប៉ុន្តែពួកយើងគ្រប់គ្នាគឺសុទ្ធតែមានរបួសក៏មិនអាចធ្វើដំណើរបន្តទៅមុខទៀតពួកយើងបានជាប់នៅទីនេះស៊ីនបន្តមកទៀតសម្លឹងមើលទៅកាន់លីនស៊ីនកែភ្នែកពោពេញទៅដោយកំហឹងព្រមទាំងទៅសួរថាតើគ្មានអ្វីត្រូវបកស្រាយទេមែនទេគ្រាន់តែងើយមុខឡើងស៊ីនក៏បានជូនមួយកំភ្លៀងផាច់រំលឹកថាពួកយើងគ្រប់គ្នាគឺអស់នៅធម្មពលសម្បីតែឆៃក៏ត្រូវបានសន្លប់ហើយតើលោកបានធ្វើអ្វីទៅហើយអ្វីបានជាលោកមិនប្រើប្រាស់នៅវេទមន្តប្រហារសម្បីតែវេទមន្តបាល់ភ្លើងមួយក៏លោកមិនអាចប្រើប្រាស់បានដែរបើសិនជាហៅឈិនមកមិនទាន់ពេលនោះទេតើពួកយើងក៏នឹងខ្លាចទៅជាយ៉ាងណាបន្តទៅកាន់លីនស៊ីនទៀតថានៅតែបន្តប្រើប្រាស់នៅខែលការពារប្រើហើយប្រើទៀតចុះបើសិនបើលោកអស់នៅធម្មពលព្រលឹងពួកយើងមិនត្រូវស្លាប់នៅទីនេះហើយទេហាន់យូភ្លាមក៏បានមកខាត់ហើយនាងស្ងប់អារម្មណ៍សិនទៅលើកនេះបើសិនជាគ្មានថ្នាំរបស់លីនស៊ីនយើងក៏មិនអាចប្រយុទ្ធរហូតដល់ថ្នាក់ដឹកនាំត្រឡប់មកវិញនោះទេរំលឹកទៀតថាលីនស៊ីនគាត់មាននៅតំណែងខ្លួនឯងនៅក្នុងធីមរបស់ពួកយើងតែរបស់ម្នាក់នេះក៏នៅតែមិនយល់ថាតំណែងមែនទេអ្នកប្រើវេទមន្តមិនមែនមានតួនាទីវាយប្រហារទេថ្នាក់ដឹកនាំរបស់ពួកយើងគឺត្រឹមតែជាអ្នកព្យាបាលតែគាត់ព្យាយាមអស់ពីសមត្ថភាពដើម្បីទប់ទល់នឹងបិសាចចុះគេវិញធ្វើអ្វីបានខ្លះទៅតើស័ក្តិសមគឺជាក្រុមអ្នកប្រមាញ់បិសាចដែរទេថ្នាក់ដឹកនាំស៊ូពេលនោះក៏បាននិយាយថាក្នុងនាមគឺជាអ្នកប្រើប្រាស់នៅវេទមន្តភ្លើងដែលមាននៅកម្លាំងបំផ្ទុះខ្លាំងជាងគេក៏ប៉ុន្តែគាត់មិនអាចសម្បីតែប្រើប្រាស់នៅវេទមន្តវិប្រហាសាមញ្ញតាមមូលហេតុអ្វីទៅពួកយើងគឺត្រូវការពីបកស្រាយហាន់យូក៏នៅតែជួយនិយាយថា
ពួកយើងដឹងពីអារម្មណ៍របស់អ្នកគ្រប់គ្នាក៏ប៉ុន្តែបើសិនជាគេមិនចង់និយាយនោះទេគឺច្បាស់ជាមានហេតុផលផ្ទាល់ខ្លួនពួកយើងមិនដែលសួរគេពីព្រោះថាពួកយើងបានជ្រើសគេគឺជាដៃគូព្រមទាំងជឿជាក់លើគ្នាហើយស៊ីននៅពេលនេះក៏បានសួរថាចុះបើសិនជាថ្ងៃណាមួយហើយឆានមិនអាចបដួលនៅសត្រូវបាននោះហើយចាំបាច់ត្រូវតែពឹងផ្អែកទៅលើវីតាមីន V ប្រហាររបស់គេរំលឹកទៅកាន់លីនស៊ីនទៀតថាកុំភ្លេចអីសោះថាហើយឆានបានលះបង់អ្វីខ្លះដើម្បីឲ្យលោកខ្លាយទៅជាធីមរបស់គាត់លីនស៊ីនក៏បាននឹកឃើញនៅគ្រាដែលហើយឆានគោរពនៅពាក្យសន្យាព្រមទាំងជ្រើសយកគាត់ស៊ីននៅតែស្រែកសួរថាលោកសូមគុណគាត់ដោយបែបនេះមែនទេស្របពេលដែលលីនស៊ីនហាក់បីដូចជាដឹងខ្លួនឡើងវិញស៊ីនក៏នៅតែទាមទារការបកស្រាយព្រមទាំងសួរថាមួយជីវិតនៃលោកចង់ពួននៅពីក្រោយក្នុងគេរហូតមែនទេលីនស៊ីននៅពេលនេះក៏បានសម្រេចចិត្តហើយព្រមទាំងប្រាប់ថាល្អណាស់ខ្ញុំនឹងនិយាយប្រាប់គ្រប់គ្នាក្រកឈរឡើងព្រមទាំងសុំទោសដែលគាត់មិនអាចប្រើប្រាស់នៅវេទមន្ត V ប្រហាក៏ប៉ុន្តែខ្ញុំមិនធ្លាប់គិតថានឹងឲ្យធីមរបស់ខ្ញុំស្លាប់នោះទេហើយគាត់គឺគ្រាន់តែខ្លាចតែប៉ុណ្ណោះលីនស៊ីនក៏បានរំលឹកអំពីម្ដាយឪពុករបស់គាត់ដែលគឺជាអ្នកដែលមានទេពកោសល្យក្នុងការប្រើប្រាស់វេទមន្តក្នុងសម្ព័ន្ធឪពុករបស់គាត់ចំណាយពេលពេញមួយជីវិតរបស់គាត់ដើម្បីសិក្សានៅវេទមន្ត V ប្រហាខ្លាំងជាងគេវេទមន្តរបស់គាត់គឺពិតជាខ្លាំងសូម្បីតែពពួកបិសាចក៏មានការខ្លោបខ្លាចនៅក្នុងសម្រភូមិហើយគាត់ក៏បានខ្លាចទៅជាវត្តមានដ៏កំណាចមួយនៅក្នុងប្រាសាទវេទមន្តដើម្បីប្រយុទ្ធជាមួយនឹងបិសាចដោយសារតែសមត្ថភាពគាត់ក៏ត្រូវបានតែងតាំងធ្វើជាម្ចាស់ប្រាសាទវេទមន្តចំនួនក្រោយដោយសារតែបែបនេះឪពុករបស់គាត់ក៏មានមហិច្ឆតាកាន់តែធំគាត់គឺចង់អភិវឌ្ឍនៅវេទមន្តភ្លើងសម្ងាត់ដែលខ្ពង់ខ្ពស់ជាងគេក៏ប៉ុន្តែស្របគ្នាគាត់ក៏បានបង្កើតនៅកំហុសមួយដោយសារតែពេលនោះធម្មពលខ្លាំងពេកគាត់ក៏មិនអាចគ្រប់គ្រងបានលើពីនេះទៅទៀតស្របគ្នានោះដែរម្ដាយរបស់គាត់ក៏ចង់នាំគាត់ទៅមើលគ្រាន់តែបើកទ្វារភ្លាមគាត់គឺសូម្បីតែឱកាសចុងក្រោយមើលឃើញឪពុកគាត់ក៏គ្មាននោះដែរពីព្រោះថាឪពុករបស់គាត់ត្រូវបានផ្ទុះដោយសារតែវេទមន្តភ្លើងដ៏ខ្លាំងក្លានោះម្ដាយរបស់គាត់ខណៈពេលដែលព្យាយាមការពារគាត់ក៏ត្រូវបានភ្លើងលេបត្របាក់ទៅជាមួយគ្នានោះដែរតាំងពីពេលនោះមកគាត់ខ្លាចវេទមន្ត V ប្រហាណាស់ក៏ព្រោះតែគាត់ខ្លាចសោកនាដកម្មគ្រួសាររបស់គាត់កើតឡើងម្ដងទៀតលេនស៊ីនក៏បានប្រាប់ទៀតថាខ្ញុំមិនអាចប្រើប្រាស់វេទមន្ត V ប្រហាមែនក៏ប៉ុន្តែខ្ញុំគឺនឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីជួយទៅដល់ក្រុមទាំងមូលបើសិនជាមានថ្ងៃដូចជានាងនិយាយមែនខ្ញុំក៏នឹងប្រើប្រាស់ជីវិតខ្លួនឯងដើម្បីការពារទៅដល់មិត្តរួមក្រុមស៊ីនស្ដាប់លើនៅការបកស្រាយនេះហើយគឺពិតជាស្លុតចិត្តមែនទែនហើយបើសិនជាមានរឿងអ្វីកើតឡើងចំពោះថ្នាក់ដឹកនាំរងគាត់គឺនឹងប្រើប្រាស់នៅជីវិតរបស់ខ្លួនឯងដើម្បីលុបលាងថ្នាក់ដឹកនាំស៊ូបន្ទាប់ពីលើដូច្នេះក៏បានមកប៉ាស្មាស៊ីនក៏ដូចជាកវីក៏បានមិនឲ្យនាងនិយាយអ្វីបន្តទៀតនោះទេដែលឡែកក្លេកមកកាន់ហើយឆិនដែលកំពុងតែជួយព្យាបាលទៅដល់ឆៃភ្លាមក៏ស្រាប់តែបន្តភ្លេងអ៊ីថាណូក៏ទើបតែទទួលបាននោះបញ្ចេញនៅធម្មពលឆៃក៏បានអណ្ដែតហោះទៅលើអាកាសព្រមទាំងជួយព្យាបាលនៅរបួសឲ្យឆៃទៀតផងហើយឆិនក៏នឹកឃើញនៅពេលដែលគាត់ចាក់ចេញពីប្រាសាទនោះវិញ្ញាណមរណៈគឺត្រូវបានស្រូបដោយប្រាសាទអមតៈដែលវាក៏ជារាងកាយបរិសុទ្ធជាងគេនៃធម្មពលមរណៈដែរធម្មពលដ៏ល្អជាងគេក្នុងការព្យាបាលទៅឲ្យឆៃនោះក៏ជាធាតុនៃមរណៈស្របគ្នានោះផងដែរឆៃក៏បានធ្លាក់ចុះមកវិញហើយឆិនបញ្ញាប់ទៅទទួលពេលនេះនាងដឹងខ្លួនឡើងវិញហើយក៏ប៉ុន្តែភ្នែកព្រមទាំងត្រចៀកមិនអាចស្ដាប់ឮអញ្ចឹងហើយឆិនក៏បានសរសេរនៅលើដៃនាងដូចជាពីមុនអញ្ចឹងថាលើកនេះនាងបាត់បង់នៅវិញ្ញាណអ្វីខ្លះទៅឆៃក៏បានប្រាប់ថាការមើលឃើញការលឺនៅសំឡេងក៏ដូចជាការដឹងនៅរសជាតិក្រោយពីដឹងថាឆៃបាត់បង់នៅវិញ្ញាណដល់ទៅ3គាត់គឺពិតជាបន្ទោសខ្លួនឯងមែនទែនព្រមទាំងសុំទោសនាងម្ដងទៀតឆៃបានកវីក្បាលព្រមទាំងសរសេរប្រាប់ថាកុំឲ្យបារម្ភពីនាងអីឥឡូវនេះមានអារម្មណ៍ធូរស្បើយហើយសម្បីតែរបួសនឹងក៏បានជាច្រើនហើយឆិននៅពេលនេះក៏បានសរសេរប្រាប់ថាចាប់ពីពេលនេះតទៅគាត់គឺជាភ្នែករបស់នាងជាត្រចៀកព្រមទាំងជាអណ្ដាតរបស់នាងហើយក៏នឹងមិនឲ្យនាងមានគ្រោះថ្នាក់ទៀតនោះដែររួចបានឲ្យឆៃសម្រាប់វិញហើយឆិនពេលនេះចាប់ផ្ដើមគិតទៀតហើយបើទោះបីជានាងដឹងខ្លួនឡើងវិញក៏ប៉ុន្តែត្រូវការពេលវេលាដើម្បីជាសះស្បើយហើយបើសិនជាចង់ត្រឡប់ទៅកាន់សម្ព័ន្ធគឺត្រូវតែរកនៅមធ្យោបាយដែលលឿនបំផុតស្របគ្នាហើយឆិនបានចេញមកសួរសុខទុក្ខអ្នកគ្រប់គ្នាថ្នាក់ដឹកនាំស៊ូក៏បានប្រាប់ថាបើសិនជាពួកយើងធ្វើដំណើរត្រឡប់ទៅវិញតាមផ្លូវចាស់គឺត្រូវចំណាយពេល7-8ថ្ងៃឯណោះវាគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ក៏ប៉ុន្តែហើយឆិនគិតចុះគិតឡើងក៏ប្រហែលជាគាត់មានវិធីហើយស៊ឺមកឈានលើគឺពិតជាសប្បាយចិត្តហើយឆិនក៏បាននិយាយថាគាត់ក៏បានមើលនៅផែនទីដែលយូយេបានប្រគល់ឲ្យហើយទីនោះគឺពិតជានៅជិតពួកយើងគាត់ក៏នឹងធ្វើដំណើរទៅក៏ដូចជាឲ្យយូយេជួយនាំពួកយើងទៅវិញហានយូគ្រាន់តែលើសួរថាតើលោកទៅម្នាក់ឯងមែនទេមិនអាចឡើយចុះបើសិនជាទៅជប់អន្ទាក់គេនោះហើយឆិនបានប្រាប់ថាកុំបារម្ភអីដោយសារតែឆៃបានដាក់បណ្ដាសាក្នុងខ្លួនរបស់យូយេហើយនាងមិនហ៊ានធ្វើអ្វីប្រេះផ្ដាស់នោះឡើយលើពីនេះទៅទៀតគាត់ទុកឲ្យយូនៅទីនេះបើសិនជាមានបញ្ហាអ្វីគាត់ក៏នឹងទៅលេផតត្រឡប់មកវិញហើយនេះក៏ជាមធ្យោបាយតែមួយគត់ដែលឡាយងាកទៅកាន់ស៊ីនវិញឃើញថានាងដូចជាមានអារម្មណ៍នៅមិនស្ងប់នោះទេរួចហើយក៏បាននិយាយទៅកាន់លីនស៊ីនឲ្យទៅតាមនាងមានរឿងចង់និយាយគ្នាទៅដល់កន្លែងស្ងាត់មួយហើយលីនស៊ីនក៏សួរថាយ៉ាងម៉េចចង់វាយខ្ញុំមែនទេស៊ីនសួរត្រឡប់មកវិញថាតើលោកមិនអាចគិតល្អចំពោះខ្ញុំខ្លះបានទេលីនស៊ីនក៏បានសួរទៀតហើយថាតើនាងចង់និយាយអ្វីហើយបើសិនជានាងមិននិយាយនោះទេគាត់ទៅវិញហើយភ្លាមនោះស៊ីនក៏បាននិយាយថាសុំទោសនាងគឺជាអ្នកខុសដោយសារតែកំហឹងរបស់នាងគឺបានធ្វើឲ្យគាត់រំលឹកនៅរឿងរ៉ាវដ៏ឈឺចាប់លីនស៊ីនប្រាប់ថាមិនអីនោះទេនិយាយប្រាប់គ្រប់គ្នាគាត់ក៏មានអារម្មណ៍ថាដូចជាធូរស្បើយបន្តិចនោះដែរតែស៊ីនគឺពិតជាមិនសោកចិត្តដោយសារតែនាងមានកំហុសអញ្ចឹងហើយគឺត្រូវតែពិន័យឲ្យលីនស៊ីនជេរនាងឬក៏វាយនាងទៅឲ្យនាងមានអារម្មណ៍ធូរស្បើយចិត្តបន្តិចលើហើយលីនស៊ីនក៏តបទៅវិញថាចាកុំលេងសើចបែបនេះអីខ្ញុំមិនអាចវាយនាងបានទៅស៊ីនប្រាប់ថាខ្ញុំក៏មិនវាយលោកវិញទេអញ្ចឹងហើយលីនស៊ីនសួរថានាងនិយាយពិតអត់ស៊ីនក៏បានងក់ក្បាលជាសញ្ញាខណៈពេលដែលលីនស៊ីនរៀបនឹងយាដៃនាងហុចថ្ពាល់ឲ្យវាយទៀតផងលីនស៊ីនបានរអ៊ូថាដោយអាម៉េចទេហើយក៏ចាក់ចេញទៅតែស៊ីនយ៉ាងនេះមិនជួយចិត្តជំពាក់នរណាម្នាក់នោះឡើយហើយតើនាងប្រឈមមុខជាមួយនឹងក្រុមរបស់លីនស៊ីនដោយរបៀបណាលីនស៊ីនក៏នៅតែប្រាប់ថាវាគ្មានប្រយោជន៍នោះទេបើទោះបីជាវាយនាងឬក៏ជេរនាងហើយអ្វីដែលសំខាន់គាត់គឺគ្មានភាពក្លាហានដើម្បី
រៀននៅវេទមន្តវិប្រហាផងចង់ដើរទៅស៊ីនក៏មិនព្រមនោះទេប្រញាប់ចាប់មកវិញក៏ប៉ុន្តែភ្លាមនោះឃើញថាអ្នកទាំងពីរក៏ស្រាប់តែដួលលទ្ធផលនៃការដួលអ្នកទាំងពីរក៏មាត់ប៉ះមាត់ស្របគ្នានោះក៏ភ្ញាក់ផ្អើលរៀងខ្លួនចង់ងើបចេញតែសក់របស់លីនស៊ីនវែងពេកអញ្ចឹងហើយក្បាលរបស់សាច់ក៏បានទំកិចនឹងច្រមុះទៀតហើយស៊ីនចាប់ផ្ដើមរអ៊ូថាគឺជាមនុស្សប្រុសហេតុអ្វីទុកសក់វែងម្លេះលីនស៊ីនតបថាដោយសារតែគាត់ជួយចិត្តមុតនឹងវាលយរួចអ្នកទាំងពីរនិយាយព្រមគ្នាថាកុំប្រាប់រឿងនេះឲ្យអ្នកណាម្នាក់ដឹងស៊ីនក្រោកឈរឡើងព្រមទាំងនិយាយប្រាប់ថានេះបានសុំទោសរួចហើយលោកទទួលឬមិនទទួលខ្ញុំមិនខ្វល់នោះទេលីនស៊ីនងាកទៅមើលក៏ស្រាប់តែហូរជាបន្តមុននឹងចេញក៏ប្រាប់ថាកុំគិតថាខ្លួនឯងគឺជាជនរងគ្រោះសោះពីព្រោះថាវាគឺជាស្នាមថាបលើកដំបូងរបស់នាងទេគឺជាអ្នកខាតបង់ក៏ប៉ុន្តែពេលនោះលីនស៊ីនក៏ស្រែកវិញថាតែខាតបង់អីទៅព្រោះថាវាក៏ជាស្នាមថាបដំបូងរបស់គាត់ដែរហើយបេះដូងរបស់អ្នកទាំងពីរគឺពិតជាលោតញាប់មែនទែនសាច់រឿងពេលនេះក៏កាត់ទៅដល់យូយេអានេះវិញម្ដងឃើញថាក៏នៅតែមានរបួសហើយក៏ពិតជាគ្មានមធ្យោបាយដើម្បីដោះស្រាយនៅបណ្ដាសារបស់ឆៃអានោះទេកាលបើដូច្នេះនាងក៏ចាប់ផ្ដើមមុំម៉ៅទៅដល់ឡុងហៅឈិនទៀតហើយថាលោកគឺជាបរិសុទ្ធទី1ដែលធ្វើឲ្យខ្ញុំអាម៉ាស់ដល់ម្លឹងយកល្អគួរតែបួងសួងទៅកុំឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់ខ្ញុំមិនសោះបើមិនចឹងនោះទេខ្ញុំក៏នឹងធ្វើឲ្យជីវិតរបស់លោករងទុក្ខវេទនារួចហើយឃើញថាសាច់រឿងក៏ត្រូវបានបញ្ចប់សម្រាប់អ្នកក្លាហានចង់ដឹងថាសាច់រឿងបន្តទៀតនឹងទៅជាយ៉ាងណាតាមដានទស្សនាជាមួយនឹង admin នៅពេលបន្តទាំងអស់គ្នាជាចុងក្រោយអរគុណតែតែគាំទ្រឲ្យអធិស្ឋានសម្រាប់កំហុសខុសឆ្គងខណៈពេលនេះផងដែរ admin បាយបាយ